តបងប្អូនទាំងអស់គ្នាមកជួបជាមួយនឹងប៉ាក់នេះលើកទី3ហើយគឺដាច់ខ្លាំងមែនតែនហ្មងបងប្អូនសម្រាប់ប៉ាក់នេះទៅមួយសាហើយទៅមួយសាទៀតគឺភ្ញៀវខ្ញុំពាក់ទៅហើយគឺអ្នកឃើញហើយគឺកំងកាត់តាមហ្មងបងប្អូនកំងយកប៉ាក់ហ្នឹងហ្មងដោយសារប៉ាក់ហ្នឹងគឺស្អាតបងប្អូនហើយប៉ាក់ទៅលើកមុនហ្នឹងគឺស្អាតនៅចាញ់ប៉ាក់សេរីក្រោយនេះទៀតបងប្អូនដោយសារវាចាក់អង្កាំខ្មៅវាចាក់អង្កាំខ្មៅច្រើនណាបងប្អូនដល់ពេលអញ្ចឹងវារៀងសង្ងឹមបាទនេះវាចាក់កម្មពណ៌ទឹកមាសហើយនឹងពណ៌សដល់ពេលអញ្ចឹងវាធ្វើឲ្យប៉ាហ្នឹងឃើញភ្លឺខ្លាំងមែនតែនហ្មងបងប្អូនអានេះខ្ញុំថតវីដេអូពេលថ្ងៃណាបងប្អូនឃើញចាំងព្រាកហ្មងហើយបើមើលភ្ញៀវខ្ញុំពាក់ពេលយប់វិញគឺចាំងដេញជាមួយនឹងអំពូលភ្លើងព្រាកគឺថាស្អាតមែនតែនហ្មងសម្រាប់ប៉ាក់នេះសូម្បីខ្ញុំអ្នកកាន់នេះក៏ស្រឡាញ់ដែរបងប្អូនស្អាតមែនតែនមើលផ្ទាល់ណាព្រោះដោយសារកម្មនេះពណ៌ទឹកមាសតំណាប់ពណ៌ផ្លាទីនបើយើងកម្មពណ៌ទឹកមាសហើយយើងទ្រាប់ពណ៌ទឹកមាសយកហ្មងវារៀងចាស់សង្ងឹមរៀងចាស់បន្តិចចឹងណាហើយភ្ញៀវខ្ញុំគាត់បញ្ជាក់គាត់ថាអត់ស្រឡាញ់ពណ៌ទឹកមាសទេស្រឡាញ់ពណ៌រៀងសាលអញ្ចឹងខ្ញុំទ្រាប់ពណ៌ផ្លាទីនឲ្យគាត់បងប្អូនហើយភ្ញៀវខ្ញុំយកទៅដល់គឺគាត់ស្រឡាញ់មែនតើបងប្អូនគាត់ថាគាត់នឹងពាក់2ដងគាត់ពាក់ពេលហែចំនួនម្ដងហើយពាក់ពេលល្ងាចម្ដងមែនបងប្អូនគាត់ពាក់2ដងមែនប៉ុន្តែគាត់អត់បានថតវីដេអូអីចឹងណាប៉ុន្តែពេលហ្នឹងគឺខ្ញុំបានគាត់ពាក់តឹងលេវមួយគ្រាប់បងប្អូនតឹងប្រហែលជាលេវមួយគ្រាប់ខ្ញុំបញ្ចេញឲ្យតែបន្តិចប្រហែលជាកន្លះជើងទាគឺត្រូវគាត់តែម្ដងហើយគាត់យកមកបញ្ចេញហ្នឹងគឺគាត់បានយកសពុតមកទេគាត់យកតាអាវណាបងប្អូនចឹងគាត់ពាក់តាអាវទេចាំនៅចុងវីដេអូហ្នឹងខ្ញុំបង្ហាញភ្ញៀវខ្ញុំគាត់លកអាវហ្នឹងណាបងប្អូនហើយនេះខ្ញុំកំពុងលើកបង្ហាញហ្នឹងមិនដាច់អាឡ័យបងប្អូនដោយសារតាដូចខ្ញុំនិយាយចឹងខ្ញុំឃើញប៉ាក់ហ្នឹងហើយគឺខ្ញុំចង់តែ review ថតហ្មងបងប្អូនស្អាតហើយនេះគឺរៀងនេះបងប្អូននេះរៀងភ្ញៀវរបស់ខ្ញុំរៀងពីក្រោយស្អាតខ្លាំងមែនតើហ្មងណាបងប្អូនអត់មានសល់សាច់កន្លែងណាទេហើយរៀងគាត់គឺដូចកូនក្មេងចឹងបងប្អូនទូចមែនតើគេថារៀងស្គមទូចអត់មានសាច់ពិបាកក្នុងការកាត់ដែរប៉ុន្តែខ្ញុំកាត់គឺអត់មានបញ្ហាអីទេដោយសារខ្ញុំលួចស៊ីគ្រប់កន្លែងទាំងអស់បងប្អូនសូម្បីតែស្បែកអីហ្នឹងគឺថឹងស្អាតទាំងអស់អត់មានសល់ទេបងប្អូននិយាយរួមគឺថាលួចស៊ីគ្រប់កន្លែងតែម្ដងសម្រាប់រៀងគាត់នេះគឺទូចដូចក្មេងចឹងបងប្អូនទូចខ្លាំងមែនតើហ្មងអត់មានសល់សាច់កន្លែងណាទាំងអស់ហើយយើងស៊ីគ្រប់កន្លែងបងប្អូនលួចស៊ីគ្រប់សពទាំងអស់ណាធ្វើជាជាងគេថាអីគេភូតនៅចោលអីគេភូតនៅហៅចោលនៅជាងបងប្អូន